These products are safe for young consumers អត់អីទេផលិតផលទាំងអស់ហ្នឹងគឺមានសុវត្ថិភាពសម្រាប់អ្នកដែលប្រើប្រាស់ក្មេងៗ consumer សំដៅទៅលើ end user ទិញយកមកហើយប្រើប្រាស់អ្នកប្រើប្រាស់ចុងក្រោយអាចប្រើប្រាស់ឬក៏ញ៉ាំជាដើមពេលខ្លះយើងចូលទៅក្នុងហាងទិញរបស់ហ្នឹងយើងអាចត្រឹមតែជា customer ជួនកាល customer អាចទិញយកមកលក់បន្តយកទៅជូនកាដូអីជាដើមតែនៅពេលដែលយើងហៅអ្នកណាម្នាក់ជា consumer គឺគាត់យកមកហើយប្រើប្រាស់ជួនណាគាត់អាចមិនមែនជាអ្នកទិញក៏ថាបានដែរគាត់ទទួលពីគេអញ្ចឹងទៅចឹង consumer សំដៅលើអ្នកប្រើប្រាស់ចុងក្រោយ customer សំដៅទៅលើអ្នកចូលទៅហាងហ្នឹងទិញអីវ៉ាន់តែម្ដង We value our loyal customers and offer them discounts យើងឲ្យតម្លៃម៉ួយរបស់យើងដែលគាត់អាសាទិញយើងហ្នឹងហើយយើងឲ្យការបញ្ចុះតម្លៃពិសេសទៅឲ្យម៉ួយរបស់យើងទៀត customers មានន័យថាអ្នកដែលទៅដល់ហ្នឹងគឺទិញ product ហ្នឹងយកតែម្ដងខុសពី consumer មិន consumer អ្នកប្រើប្រាស់ចុងក្រោយតែពេលខ្លះ customer អាចជា customer ផងអាចជា consumer ផងមានន័យថាគាត់ទិញហើយគាត់យកមកប្រើប្រាស់ខ្លួនឯងតែបើ client វិញគឺចំណាយពេលជាមួយអ្នកផ្ដល់ service មកឲ្យយើងធ្វើម៉េចឲ្យត្រូវនឹងចិត្តយើង The therapist meets a client once a week អ្នកប្រឹក្សាជំងឺផ្លូវចិត្តចំណាយពេលជាមួយនឹងអតិថិជនឬមួយក៏អ្នកជំងឺគាត់នឹងមួយសប្តាហ៍ម្ដងគឺស្មើនឹង ongoing service យើងចូលរួមចំណែកនៅក្នុងនឹងដែរមិនមែនទៅដល់ទិញភ្លាមទេ